បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះដែរគឺខ្ញុំមានចំណេះដឹងថ្មីមួយទៀតពាក់ព័ន្ធទៅនឹងការកំណត់ resolution ឬយើងអាចហៅម្យ៉ាងទៀតបានថាការកំណត់រូបភាពឲ្យច្បាស់នៅពេលដែលយើងធ្វើរូបភាពបាទអញ្ចឹងការកំណត់រូបភាពនេះគឺយើងជាដំបូងឡើងយើងក្របរូបឧទាហរណ៍ថាយើងកំណត់ຂະຫນາດ 4x6 អញ្ចឹងដើម្បីបានរូបភាពច្បាស់ឲ្យស្អាតតើយើងត្រូវធ្វើម៉េចយើងកំណត់ resolution ហ្នឹងបែបម៉េចឥឡូវខ្ញុំឧទាហរណ៍នេះគឺខ្ញុំដាក់ resolution ឥឡូវគឺខ្ញុំសាកដាក់វា200ចាំមើលតើរូបភាពហ្នឹងវាលោតបែបណាបាទចាំមើលអស់គ្នាឃើញទេអញ្ចឹងរូបភាពហ្នឹងគឺព្រាលអញ្ចឹងការកំណត់រូបភាពគឺទាមទារឲ្យយើងយល់ដឹងអំពី resolution ឲ្យច្បាស់សិនដើម្បីយើងកំណត់ទៅគឺត្រូវតាមស្តង់ដារហើយរូបភាពរបស់យើងគឺច្បាស់ល្អអញ្ចឹងដើម្បីថាឲ្យដឹងថារូបភាពរបស់យើងហ្នឹងគឺមាន resolution ប្រមាណអញ្ចឹងយើងចូល image size បាទនេះអាកន្លែង resolution ខាងក្រោមនេះគឺឃើញទេគឺ936អញ្ចឹងអាហ្នឹងគឺ resolution របស់រូបយើងដើមបានន័យថា original យើងអត់ទាន់បានកំណត់តាណាទេបាទអញ្ចឹងបើយើងចង់ដឹងកាន់តែច្បាស់យើងកំណត់មកយើងដាក់936ហ្នឹងឃើញទេរូបយើងគឺនៅច្បាស់ដដែលនេះគឺជាចំណេះដឹងខាងផ្នែក resolution ធ្វើរូបយើងមានគុណភាពច្បាស់ល្អបាទហើយក្នុងការកំណត់នេះដែរគឺមានម្យ៉ាងទៀតដែលយើងអាចកំណត់បានអញ្ចឹងនៅពេលដែលយើងក្របរូបភាពយើងមិនចាំបាច់ដាក់resolution ក៏បានដែរបានន័យថា resolution ហ្នឹងគឺនៅតែរូបភាព original របស់យើងប៉ុណ្ណាគឺប៉ុណ្ណឹងឧទាហរណ៍នេះខ្ញុំដាក់ 3.5 x 4.5 សង់ទីម៉ែត្រហើយកន្លែង resolution ហ្នឹងគឺខ្ញុំមិនដាក់ទេអញ្ចឹងបានន័យថារូបរបស់ខ្ញុំគឺនៅ resolution គឺនៅ original ដដែលអត់មានបាត់ទ្រង់ទ្រាយបាត់ភាពច្បាស់ទៅណាទេបាទហើយការតភ្ជាប់នៅក្នុងវីដេអូនេះដែរគឺខ្ញុំចង់បញ្ជាក់បងប្អូនថាសម្រាប់អាវធំមានបងប្អូនជាច្រើនដែលគាត់ comment សួរអាវធំយកតាមណាអីខ្ញុំសុំអាវធំអីបាទសម្រាប់អាវធំគឺខ្ញុំបានទម្លាក់លេខ Telegram ដើម្បីឲ្យបងប្អូនទាំងអស់គ្នា add មកខ្ញុំផ្ញើអាវធំនឹងជូនបើសិនជាផ្ញើតាម comment ហ្នឹងគឺខ្ញុំមិនដឹងថាផ្ញើយ៉ាងម៉េចទេអញ្ចឹងណាបងប្អូនអញ្ចឹងលេខដែលខ្ញុំបានដាក់ទៅហ្នឹងគឺអាចបងប្អូនយក add មកហើយខ្ញុំបាញ់ file អាវដែលខ្ញុំមានទាំងប្រមាណគឺបាញ់ជូនបងប្អូនដោយឥតគិតថ្លៃបងប្អូនដោយឥតគិតថ្លៃសូមអរគុណ